នេះគឺជាសកម្មភាពដែលពួកគាត់ចុះទៅរកធ្យូងថ្មណាបងប្អូនមើលវាមិនមែនជាការងាយស្រួលទេក្នុងការរកធ្យូងថ្មយកមកលក់ណាបងប្អូនអញ្ចឹងដើម្បីតែជាភាពគ្រួសារគឺពួកគាត់បថុយណាសុកចិត្តចូលទៅរកធ្យូងថ្មនេះនៅក្នុងរូងនេះមានរូងធំទេបងប្អូនរូងតូចហើយគាត់ផ្អៀងខ្លួនគាត់ដើម្បីកាប់យកធ្យូងថ្មអញ្ចឹងណាបងប្អូនហើយការកាប់នេះគឺប្រើតសេះកាប់អញ្ចឹងណាចឹងកាប់តាមបែបបុរាណយើងអត់មានគ្រឿងចាក់អីណាទេគឺកាប់មកម្ដងតិចអញ្ចឹងទៅដើម្បីជញ្ជូនយកមកខាងក្រៅណាបងប្អូនហើយអ្នកដែលធ្វើការនៅទីនោះគឺសុទ្ធតែប្រុសទាំងអស់បងប្អូនយើងអត់អាចស្រីចូលទៅបានទេព្រោះអីវាបថុយនឹងគ្រោះថ្នាក់អញ្ចឹងណាហើយមើលធ្យូងថ្មនេះពេលដែលយើងកាប់មកវាមកទាំងផ្ទាំងអញ្ចឹងហ្មងបងប្អូនកន្លែងណាដែលវាសម្បូរណាអញ្ចឹងបើប៉ះកន្លែងសម្បូរហើយគឺដឹងថាជាងរកបានលុយច្រើនអញ្ចឹងណាបងប្អូន